chỉ về môi để khai từ ngọc này từ ruộng kia và chui kia riêng ở vậy xây dương cùng toàn cất dương cất tại mũi một cốt cứ ruộng kia chui khai nông kia đấy và thì dương phong tại miền cà lâm bà chẳng chỉ là nông po bọc nông ban cái đôi chia ở bộ phận ngọc kia tô bom ôn và phần to chui rồi hốt to tay và thì chết dương và vơ màu hiệp ở pro đây mình ក្រុមការងារពិធីករកីឡាបាល់ទាត់កម្ពុជាដឹកនាំដោយលោកគុជឆាយាបានសហការគ្នាជាមួយនឹងពិធីករកីឡានៅតាមបណ្ដាស្ថានីយទូរទស្សន៍ទាំងអស់រៀបចំនៅកម្មវិធីរៃអង្គាសថាវិការព្រមទាំងប្រមូលស្បៀងអាហារចែកជូនកងទ័ពនៅសមរភូមិជួរមុខនិងជូនដល់ជនភៀសសឹកលោកគុជឆាយាប្រធានចាត់ការទូតក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបានឲ្យនេត្រាផុសដឹងពីគំនិតដូចផ្ដើមនិងចំណាប់អារម្មណ៍យ៉ាងបែបនេះថា សម្រាប់សម្ភារៈទាំងអស់ដែលយើងបានទទួលពីមហាជននេះគឺជាការផ្សព្វផ្សាយរួមរបស់ក្រុមពិធីករកីឡាកម្ពុជារបស់យើងដែលមានបងជាពិធីករទាំងអស់លោកចូលរួមផ្សព្វផ្សាយរួមគ្នានិងផ្សព្វផ្សាយដល់ទៅអ្នកដែលស្គាល់ពាក់ព័ន្ធក្រុមហ៊ុនដៃគូមួយចំនួនដែលយើងធ្លាប់ធ្វើការជាមួយគ្នាលោកបានឃើញលោកបានចាត់ចែងជួយមកក្រុមពិធីករកីឡាមិនជួយមកផ្ញើមកក្រុមពិធីករកីឡាកម្ពុជាដើម្បីឲ្យពួកយើងរៀបចំចាត់ចែងជូនទៅសមរភូមិមុខ មានទាំងពីបងកងកម្លាំងមានទាំងបងជនភៀសសឹកហើយនឹងយើងមានស្តុកថវិកាមួយចំនួនទៀតត្រៀមនឹងចាត់ចែងមើលតាមស្ថានភាពជាក់ស្ដែងថាតើចំណុចមួយណាដែលជាដែលមានតម្រូវការបាទយើងឃើញពីតាមរយៈក្រសួងស្ថាប័នបងម្នាក់បង្កើតមាតិកាឬក៏បងជាអាជីវករប្រជាពលរដ្ឋតាមផ្សារគ្រប់ទីកន្លែងទាំង24 5ខេត្តក្រុងយើងនេះ គឺបានបង្កើតនៅទឹកចិត្តមហាគ្រួសារខ្មែរមួយដ៏អស្ចារ្យ បើតាមលោកគុជឆាយាចាប់តាំងពីបើកការទទួលស្បៀងអាហារក្រុមការងារបានទទួលនៅការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សប្បុរសជនគ្រប់ទិសទីតាមអ្នកអត្ថាធិប្បាយកីឡាដែលទទួលបានការគាំទ្រនាពេលបច្ចុប្បន្ននេះ លោកពូភ្លាវបានសង្កត់ធ្ងន់ថានៅក្នុងកលៈទេសៈនេះប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋានត្រូវពួតដៃគ្នាជាធ្លុងមួយដោយបង្កើតនៅស្មារតីសាមគ្គីជាតិខ្មែរតែមួយ và ca đại dương vừa cầm vị trí cứ mình toàn mình chụpហើយក៏យើងនឹងបន្តធ្វើជារៀងរហូតតតែស្ថានភាពប្រទេសយើងបើធ្វើមកភាពប្រកដីបាទហើយខ្ញុំបានផ្ទាល់បានចុះទៅដល់ទីតាំងដែលជនភៀសសឹកដែលជាបងប្អូនខ្មែរយើងគាត់ទៅខ្ញុំឃើញផ្ទាល់ពិតជាមានការខ្វះខាតច្រើនបាទហើយទស្សនវិជ្ជានៃការលំបាកទាំងអស់នេះខ្ញុំគិតថាជាពេលមួយដែលខ្មែរទាំងអស់គ្នាត្រូវរួមគ្នាបាទជួយគ្នារឿងអ្វីផ្សេងយើងកុំតន់គិតយើងគិតតែមួយមុខគាត់គឺរួមគ្នាជួយខ្មែរក្នុងគ្រាដែរប្រទេសយើងកំពុងតែមានការលំបាកអញ្ចឹងជាសំណុំពររបស់ខ្ញុំបាទក៏ដូចជាបងប្អូនទាំងអស់គ្នាសូមបងប្អូនបាទបន្តជួយរហូតតតែប្រទេសជាតិយើងបាទវិលមករកភាពប្រកបដីវិញបាទ លោកគុជឆាយាក្នុងនាមជាអ្នកដឹកនាំរៀបចំកម្មវិធីនេះមានការក្រើនរំលឹកដល់ពលរដ្ឋខ្លួនកុំអាលមានការភ្លេចខ្លួនទោះបីជាបទឈប់បាញ់រវាងភាគីទាំងពីរបានចូលជាធរមានយ៉ាងណាក្តីហើយលោកក៏បានជូនពរដល់កងទ័ពយ៉ាងដូចនេះ យើងកុំទាន់សប្បាយនឹងសភាពការមួយកម្រិតយើងត្រូវតាមដានទាំងអស់គ្នាហើយត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលរបស់យើងចូលរួមជាមួយនឹង បងទាំងអស់គ្នាគ្រប់ផ្នែកមិនមែនថាក្រុមពិធីករកីឡាកម្ពុជាតែមួយទេទីតាំងណាដែលមានការចូលរួមជួយដល់ជាតិសូមនាំគ្នាចូលរួមឲ្យមានភាពងាយស្រួលនាំគ្នាចូលរួមហើយយើងបន្តតាមដានហើយបើសិនជានេះខ្ញុំក៏បានសូមឲ្យសង្គ្រាមនេះឆាប់ចប់ដើម្បីឲ្យយើងទាំងអស់គ្នាបានត្រឡប់ទៅបកដីភាពរកស៊ីរៀងខ្លួនធ្វើការរៀងខ្លួនកកើតកសាងប្រទេសជាតិយកបានរឹងមាំហើយសូមជូនពរដល់បងវរៈកងទ័ពកងកម្លាំងទាំងអស់គ្នាដាក់ដឹកនាំកម្ពុជាសូមឲ្យលោកមានសុខភាពល្អ មានកម្លាំងបលាំងដើម្បីតតាំងជាមួយនឹងជនឈ្លានពានប្រទេសរបស់យើងបាទសូមអរគុណ